តោះបងប្អូនថ្ងៃហ្នឹងមកចិត្តលេខ1ដោយសារមានបងស្រីម្នាក់គាត់យកទូរស័ព្ទមកឲ្យមើលគាត់ថាទូរស័ព្ទនឹងរៀលហ្នឹងហើយរៀលផងគៀងផងចុចអីក៏ពិបាកហ្នឹងហើយចុចអីក៏ពិបាកនេះទូរស័ព្ទគ្រឿងនេះហ្នឹងហើយចុចទៅលោតទៅនេះចុចទៅលោតទៅនោះហើយចុចស្ទុករៀងរៀលមិនដឹងទេហ្នឹងហើយគាត់យកមកឲ្យមើលឲ្យតែអញ្ចឹងខ្ញុំឆ្លៀតធ្វើវីដេអូនេះមួយចែកលេខបងប្អូនបន្តហ្នឹងហើយដោយបើសិនបងប្អូនចង់ឲ្យវាបាត់បងប្អូនធ្វើតាមវីដេអូនេះគឺនឹងបានជោគជ័យ 100% ហ្នឹងហើយទោះមិនបាន 100% ក៏90% ដែរហ្នឹងហើយដែលជួនកាលបងប្អូនលេងយូរថ្ងៃទៅជួនកាលលេងទៅច្រឡំកំណត់អីច្រឡំទៅចុចលេងណាលេងនេះតាំងនេះតាំងនោះទៅវាធ្វើឲ្យម៉ាស៊ីនទូរស័ព្ទហ្នឹងវាដើរស្រួលអញ្ចឹងវាដើររៀលពេញហ្នឹងដល់អញ្ចឹងមកមើលទាំងអស់គ្នាមកតើធ្វើដោយវិធីណាហ្នឹងចូលមើលទាំងអស់គ្នាមកតោះមកដល់ទូរស័ព្ទយើងហើយបងប្អូននេះនៅលើ Vivo បងប្អូនបញ្ជាក់នៅលើ Vivo បើសិនទូរស័ព្ទផ្សេងធ្វើអត់កើតបងប្អូនអាច comment នៅខាងក្រោមបានហ្នឹងហើយទូរស័ព្ទ Vivo នេះវាមានបញ្ហាថាវាដើរទៅស្រួលហើយវាដើរស្ទុះហ្នឹងហើយគាត់ចង់ឲ្យដើរឲ្យស្រួលដូចដើមវិញបងប្អូនចូលមកលើការកំណត់មកហ្នឹងហើយសូមម្នាក់មួយបងប្អូនជួយចែករំលែកបន្តដើម្បីឲ្យមិត្តភ័ក្តិយើងបានឃើញដែរហ្នឹងហើយអរគុណចូលមកដើររកការកំណត់មកនេះការកំណត់នេះការកំណត់ឃើញហើយបងប្អូននេះត្រង់ដៃខ្ញុំនេះនឹងរូបកងចាក់ហ្នឹងហើយប៉ះលើការកំណត់ហ្នឹងមកអូខេរួចហើយបងប្អូនអូនលើមកអូនលើមកអូនលើទៀតមកហ្នឹងហើយអូនលើមកហ្នឹងហើយហើយបងប្អូនមកចុចលើនេះការគ្រប់គ្រងប្រព័ន្ធណាហ្នឹងហើយការគ្រប់គ្រងប្រព័ន្ធអានេះដាក់ភាសាខ្មែរបងប្អូនមើលងាយហើយហ្នឹងហើយដាក់ការគ្រប់គ្រងប្រព័ន្ធហ្នឹងចុចលើនឹងមកនេះចុចលើនឹងហើយអូខេបងប្អូនហ្នឹងហើយមកដល់នេះហើយបងប្អូនអូសលើទៀតមកអូសលើទៀតមកដល់ពេលផុតអស់ហើយបងប្អូនមកចុចពាក្យថានេះជំរើសកំណត់ឡើងវិញណាជំរើសកំណត់ឡើងវិញត្រូវមើលច្បាស់បងប្អូនកន្លែងនេះសំខាន់មែនទែនណាបើសិនបងប្អូនធ្វើប្រហែសនឹងធ្វើឲ្យទិន្នន័យទាំងអស់ហ្នឹងត្រូវលុបចេញពីគ្រឿងទូរស័ព្ទបងប្អូនទាំងអស់ហើយអូខេបងប្អូនចុចលើនឹងមកចុចនឹងហើយទាំងអស់នេះគឺជាការកំណត់ឡើងវិញទាំងអស់ណានេះបើសិនបងប្អូនមានបញ្ហាខាង Wi-Fi ខាង Bluetooth បើសិនបងប្អូនមានបញ្ហាខាង Bluetooth ខាង Wi-Fi អីបងប្អូនមកចុចលើខាងលើនេះនឹងហើយដូចថាអ៊ីនធឺណិតអត់សូវដើរអញ្ចឹងបងប្អូនចុចនឹងមកហើយចំណូលចិត្តនេះកម្មវិធីឡើងវិញនេះគឺកម្មវិធីពាក់ព័ន្ធដែលបងប្អូនទៅកំណត់ខ្លះហ្នឹងហើយវានឹងទាញត្រឡប់មកវិញទាំងអស់ហើយដែលខ្ញុំមកលើកមកនិយាយនេះគឺស្ដារការកំណត់ឡើងវិញទាំងអស់ពេលបងប្អូនចុចលើនឹងពឹបវានឹងទាញត្រឡប់មកវិញទាំងអស់ដែលដូចទូរស័ព្ទដែលយើងទិញមកថ្មីអញ្ចឹងតែទិន្នន័យយើងអត់បាត់ទេបញ្ជាក់ឡើងហ្នឹងតែទិន្នន័យយើងអត់បាត់ទេដែលយើងដាក់កម្មវិធីអីទេតែបើសិនខាងក្រោមនេះគឺបងប្អូនលុបទាំងអស់នេះគឺដូចដែលយើងទិញមកពីរោងចក្រថ្មីហ្មងទិញមកពីទិញបើកម៉ាស៊ីនថ្មីហ្មងគឺលុបទាំងអស់ហ្មងខាងក្រោមនេះគឺស្មើនឹង reset លុបចេញទាំងអស់តែម្ដងតែថ្ងៃនេះខ្ញុំមកកែបញ្ហាម៉ាស៊ីនវារៀលហើយនឹងវាដើរយឺតដើរទៀកដើរគៀងអញ្ចឹងនៅយើងអត់ទាន់ចិត្តហ្នឹងហើយបងប្អូនមកចុចតែមកនេះជាលើការកំណត់នឹងមកការស្ដារការកំណត់ឡើងវិញទាំងអស់នឹងមកឬបងប្អូនចុចស្ដារមកនេះពីស្ដារលើនឹងមកកន្លែងនេះវាតម្រូវយើងដាក់លេខកូដអេក្រង់ណាហ្នឹងហើយបើសិនបងប្អូនមានលេខកូដអេក្រង់បងប្អូនដាក់លេខកូដអេក្រង់មកតែបើអត់មានវានឹងចូលទៅដល់ស្វ័យប្រវត្តិហ្មងតែភាគច្រើនវាយើងដាក់សោអេក្រង់វានៅជាប់នៅហ្នឹងហើយសោនៃអេក្រង់យើងដែលយើងដោះលេខទូរស័ព្ទហ្នឹងហ្នឹងហើយសូមដោះសោអូខេក្រោយពីយើងដោះសោហើយបងប្អូនជិះពាក្យតាទៅមុខនេះមកនេះនេះក្រោយពីបងប្អូនដោះលេខកូដហើយវានឹងចេញបែបនេះឬហើយបងប្អូនចុចពាក្យថាបន្ទាប់មកស្ដារឡើងវិញទាំងអស់មកនឹងចុចពើទូរស័ព្ទបងប្អូននឹង restart ម៉ាស៊ីនឡើងវិញហ្នឹងហើយដើម្បីទាញការកំណត់ចាស់ដែលលុបការកំណត់ចាស់ចោលទាំងអស់នេះបងប្អូនហ្នឹងហើយចាំមើលវាចេញមកវិញនេះវានឹងចេញមកវិញដល់យើងដោយស្វ័យប្រវត្តិហ្មងនឹងវា reset ម៉ាស៊ីនដោយស្វ័យប្រវត្តិដល់អញ្ចឹងការកំណត់ដែលបងប្អូនលេងជាប់ទាំងប្រមាណវានឹងលុបចោលទាំងអស់ហើយវានឹងចាប់ផ្ដើមម៉ាស៊ីនថ្មីឲ្យបងប្អូនដំណើរការបានលឿនស្រួលដូចដើមវិញហ្នឹងហើយអត់មានបញ្ហានៅក្នុងចាំវិញតិចទៅចាំមកវាឆេះមកវិញគឺដំណើរការបានហើយនេះបងប្អូនឃើញទេគឺវាត្រឡប់មកវិញទាំងអស់ដោយរូបភាពដើមដែលយើងទិញមកថ្មីហើយល្អស្រួលជាងដើមទៀតចូលឲ្យចេញអីគឺងាយស្រួលជាងមុនហើយដល់អញ្ចឹងបងប្អូនសាកវិធីទាំងអស់គ្នា